ពុកឲ្យម៉ែការពារមិនស្ទើរទេតរំទៅស្វ័យនេះធំបានប្រប៉ិននេះខ្ញុំបេះបានថ្ងៃក្មេងៗក្មួយខ្ញុំនឹងចេះតែទាបេះម្នាក់មួយម្នាក់ពីរទៅញោម៉ែថាទាបេះតាំងពីគ្នាទៅក្តាប់បានប៉ិនកដៃអីម៉ែណាមួយស្វ័យនេះផ្លែវាពូជធំតរំទៅចាស់អីធំមែនតែដល់ពេលចឹងហើយនៅខ្ចីអីហ្នឹងឃើញល្មមធំក្មួយទារហូតម៉ែហើយនឹងពុកការពារប្រប៉ិនហ្នឹងនៅសល់បានតែប្រហែលជា4 5ផ្លែទេនៅសល់តិចមែនតែហើយសល់ភាគច្រើនតែខ្ពស់ទេបើទៀបឈងដៃដល់អីហ្នឹងបេះចង់អស់ហើយតែបានអាក្រមហ្នឹងផ្លែនៅរៀងខ្លះដែរមិនមែនថាអស់ហ្មងឯវា4 5អីចឹងហើយបេះហ្នឹងមិនមែនតែហូបកើតអីទេបេះទៅជូរអីចឹងទៅបោះចោលព្រោះអាស្វាយនេះនៅខ្ចីជូរមែនតែឃើញធំអីហើយមិនទាន់ដល់កំណត់វាចាស់អីតែបេះហូបអត់កើតទេជូរបើអ្នកចូលចិត្តជូរទុនថ្មិញអីហ្នឹងប្រហែលជាត្រូវប៉ុន្តែបើអ្នកចូលចិត្តសាច់ស្រួយអីតតែចាស់ក្រហមបានឆ្ងាញ់ចឹងបានម៉ែក៏ចេះតែការពារហ្នឹងកុំឲ្យបេះទៅវាចោលបោះចោលទៅវាស្ដាយចឹងណាបើទុកដល់ចាស់ទៅយើងហូបកើតទៅវាអត់ស្ដាយណាមួយក៏ប្រាប់ថាទុកឲ្យខ្ញុំបេះថតវីដេអូចឹងណានិយាយទៅអែមដែរបានទាំងពុកទាំងម៉ែគាត់ support ចឹងហើយខ្ញុំដើរកន្លឹងមកជុំវិញទៅអាខំនៅផ្លែស2 3ហ្នឹងដូចអត់ទាន់ចាស់ឯនៅខ្ចីចឹងហើយខ្ញុំក៏ឡើងទៅលើដើមទៅដោយសារឃើញអាចុងខ្ពោចហ្នឹងផ្លែឡើងចាស់ក្រហមឃើញសបករបស់ស្វាយហ្នឹងពណ៌มันជាហៀងឡើងចង់ស្វាយហើយมันជាហៀងទៀតឡើងហៀងក្រហមចឹងហើយអត់មានតពួកអត់មានអីខ្ញុំឡើងទៅកាត់បដោយទៅដោយសារតែដើមវាមិនខ្ពស់ទេมันជាហ៊ានដល់គ្រាន់តែផ្លែនៅចុងមែកបែរដល់ទៅដល់ខាតទៅតែឡើងហើយមកវាលនៅកន្លែងពុកដាំស្វាយនេះអត់មានកវិតអត់មានអីត្រឹមត្រូវទេមានតែក្រាវច្រូតស្មៅយកទៅលាងច្រេះលាងអីចេញនឹងមកឆ្អែតហើយយកមកចិតសវកតទីឯងមិនបាច់ចាំបាច់ហៅកវិតមុខពីរកវិតសអីទេក្រាវយើងនឹងដាក់ទៅប្រើបានពីរចិតសវកផងចិតសាច់ផងស្វាយពូជនេះស្បិតតែសាច់ធំមែនតែសវកវាក្រាស់អត់ដូចអាស្វាយ3ឆ្នាំយើងទេខ្ញុំហូបស្វាយ3ឆ្នាំស្វាយកែវល្មៀតរដងខ្ញុំដែរចិតសវកផងហ្នឹងហូបតាំងសវកឆ្ងាញ់វាកាត់ជាតិជូរតែស្វាយនេះបើថាហូបអត់ចិត្តសវកវិញខាំបាយទៅមកព្រោះថាសវកហ្នឹងរឹងមែនតើតែពេលដែលយើងចិត្តហើយឃើញសាច់វាឡើងសឡើងថ្លាចង់ឡើងម្សៅអញ្ចឹងដឹងតែផ្អែមហ្មងស្វាយបើនិយាយពីសាច់វិញស្រួយឡើងផហ្មងដូចយើងត្រាំតកករាប់ម៉ោងអញ្ចឹងសំបីតែកាប់វាចេញមកហ្នឹងក៏អត់រៀងកណាត់ស្អាតដែរនិយាយទៅខ្ចីកឆោដោយសារតែវាស្រួយពូបារាកាប់បារាហ្នឹងលេបទឹកមាត់បារាហើយដោយសារតែឃើញតែសាច់ហ្នឹងដឹងតែឆ្ងាញ់បរោយហើយខ្ញុំបុកអំបិលបកាផ្ទះមករួចស្រាប់ធម្មតាទៅកម្រងថាបេះស្វាយអញ្ចឹងត្រូវតែវិចអំបិលវិចអីឲ្យហើយតែគ្រាន់ភ្លេចវិចកវិតរៀបចំលឿនពេកពេលរៀបចំហ្នឹងកាន់តែយកមកឲ្យដល់ពេលឆែកទៅមានណាទេឡខ្ញុំឲ្យតែធ្វើអីក៏ដោយកាន់តែប្រញាប់កាន់តែភ្លេចច្រើនបើថាមិនប្រញាប់មិនស្លន់ទៅដូចមិនសូវអីទេអារឿងភ្លេចមុខភ្លេចក្រៃហ្នឹងតែគ្រាន់បើដែរភ្លេចតែកវិតមុខពីរកវិតសបើថាភ្លេចអំបិលចាប់ផែនការត្រូវកម្រងឲ្យលេខណាមួយអំបិលបកានេះខ្ញុំខំបុកតាំងពីមុនគេឲ្យដាក់ចូលយកចូលអីហើយឡើងយូរដល់ពេលចឹងទៅវាអត់ភ្លេចកូនបកាយើងតូចហ្នឹងខ្ញុំដាក់ចូលទៅឲ្យបុកវារៀងម៉ត់បន្តិចមកអូយឆ្ងាញ់ហ្មងឈ្ងុយបកាហើយពេលបុកជ្រលក់ជាមួយស្វាយនេះអត់ចាំបាច់ដាក់ឲ្យប្រៃពេកទេមកល្មមបានហើយដោយសារតែអាសាច់ស្វាយនេះវាអត់សូវជូរពេលយើងដាក់ប្រៃពេកទៅវាអត់សូវឆ្ងាញ់ដែរហើយបើនិយាយពីភាពស្រួយវិញឡើងផុសហ្មងខ្ញុំថាបើបានខ្លះសេតកអីកន្លះម៉ោងអីទៀតរឹតតែឆ្ងាញ់ហូបតបជាមួយអំបិលបកាចេះទៅឡើងខ្ទិះពីង